បាទសូមអនុញ្ញាតគោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនអរគ្នាដែលនិយមតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទ John KH បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍បងប្អូនអរគ្នាមកទស្សនាវីដេអូបាទសកម្មភាពពីពេលព្រឹករហូតដល់ពេលយប់របស់ក្រុមគ្រួសាររបស់អ្នកមីនឆក់បាទដែលមានវត្តមានបងប្អូនជ្រូកបងប្អូនវ៉ានៅក្នុងនឹងដែរបាទហើយក៏សូមអធិស្ឋានទៅកាន់បងប្អូនអរគ្នាខ្លះដែលគាត់ធុញក្នុងវីដេអូមួយនេះដោយសារតែគាត់ឃើញខ្ញុំបានផុសវីដេអូពាក់ព័ន្ធនឹងបងប្អូនជ្រូកបងប្អូនវ៉ានេះពីរដងហើយអញ្ចឹងអ្នកខ្លះក៏គាត់ធុញខ្លះគាត់អត់ចង់មើលដែរបាទអញ្ចឹងទេខ្ញុំសូមជម្រាបជូនថាដោយសារតែខ្ញុំមានធរៈត្រូវមកខេត្តកពតហើយក៏ឆ្លងកាត់នៅទឹកដីខាងទុកមាននឹងឯងទើបបើខ្ញុំឈៀងចូលផ្ទះមីងឆក់ដើម្បីប្រាប់ព័ត៌មានគាត់ដោយសារតែមានបងប្អូនខ្លះគាត់ខមមិននៅក្នុង page របស់ខ្ញុំថាតាក់ទងនឹងមានបានដោយសារតែទេចូលតែអត់មានអ្នកលើកអញ្ចឹងខ្ញុំក៏បានចុះមកដល់តែអ្នកមីងហើយក៏បានសួរគាត់ដោយសារតែគាត់ហ្នឹងទុកទូរស័ព្ទចោលបាទបងប្អូនអញ្ចឹងទេបានខ្ញុំមកជួបគាត់ផ្ទាល់តែម្ដងបងប្អូននេះគឺជាទស្សនវិជ្ជាមើលពីខាងលើមកគឺនៅវត្តដំណាក់តយឹងតែអ្នកមីងគឺនៅក្បែរវត្តដំណាក់តយឹងហ្មងហើយគាត់ឈ្មោះអ្នកមីងឆក់អញ្ចឹងបើសិនជាបងប្អូនចង់មកផ្ទាល់អាចរកឈ្មោះឋានអ្នកមីងឆក់កូនគាត់ឈ្មោះអាជ្រូកអាវ៉ាបាទអញ្ចឹងតែគាត់គឺនៅជាប់ទៅនឹងទឹកដីខាងវត្តដំណាក់តយឹងបងប្អូនណាបាទនៅក្នុងខេត្តកពតតែម្ដងអត់ពិបាករកទេហើយឥឡូវនេះខ្ញុំបានចុះមកដល់ទីតាំងគាត់ផ្ទាល់ម្ដងទៀតបាទហើយក៏ជួបជាមួយនឹងបងប្អូនជ្រូកបាទនេះបងប្អូនដែលហៅជ្រូកអីបាទបងប្អូនជ្រូកនេះបាទគាត់ចូលចិត្តផឹក work បាទចិត្តផឹក work មែនតើខ្ញុំក៏បានយក work មកផ្ញើគាត់ខ្លះដែរបងប្អូនខ្លះគាត់ថាឲ្យគ្នាផឹករបស់ផ្អែមអញ្ចឹងវាអាចឲ្យគ្នាការទឹកនោមផ្អែមការធ្វើបាបគ្នាបាទប៉ុន្តែដោយសារតែគាត់ចូលចិត្ត work ហ្នឹងបើយើងមិនឲ្យក៏គាត់ទៅទិញញ៉ាំខ្លួនឯងដែរហើយមិនត្រឹមមក work ទេគាត់ចេះជក់បរិយទៀតខ្ញុំដឹងថាបរិយហ្នឹងគាត់ចេះជក់មកដល់ខ្លួនឯងឬក៏មានបងប្អូនណាខ្លះចិត្តទៅហុចឲ្យគ្នាជក់ទៅបាទហើយនេះខ្ញុំសំណេះសំណាលមកគាត់សួរថាអូនឯងមានជក់បរិយអត់បាទកុំជក់បរិយអត់ល្អទេគួរតែញ៉ាំទឹកសុទ្ធញ៉ាំអីវិញអញ្ចឹងទៅហើយកុំញ៉ាំរបស់ផ្អែមពេកខ្ញុំដឹងតែគាត់ស្ដាប់ងាត់បានទេបងប្អូនប៉ុន្តែខ្ញុំមានអារម្មណ៍ថាហាក់ដូចជាយល់ខ្លះអញ្ចឹងណាបាទនេះកន្លែងនេះគឺខ្ញុំហៅគាត់ទៅយក work បងប្អូនខ្ញុំមាន work class ក្នុងធននគរខ្ញុំហ្នឹងប្រហែលជា10កំប៉ុងអីទេបាទហើយក៏ពួកខ្ញុំក៏អត់សូវញ៉ាំដែរតាមផ្លូវបាទជិះមកនោះគឺទុកសកូឲ្យគាត់ហើយពេលយើងចេញទៅវិញក៏យើងទុកឲ្យគាត់មួយចំនួនដែរខ្ញុំដឹងថាហ្នឹងវាប៉ះពាល់សុខភាពគាត់តែបើយើងអត់ឲ្យក៏គាត់ដើរទៅយករបស់គេឬក៏គាត់ទៅទិញគេអីចឹងទៅម៉ាយគាត់ទិញឲ្យគាត់ផឹកអីចឹងណាបាទហើយខ្ញុំក៏ឲ្យមិនច្រើនឲ្យមកកំប៉ុងអីចឹងទេបងប្អូនបាទហើយដោយសារតែបញ្ជាក់ឡើងវិញអ្នកមីងគឺគេខលមកអត់ចូលសោះគេចង់ឧបត្ថម្ភគាត់ជាទឹកត្រីទឹកស៊ីអ៊ូត្រីខអីចឹងណាមានកអីចឹងទៅប៉ុន្តែតើតឹងគាត់អត់បានហើយខ្ញុំបានដាក់លេខសាប់ខ្ញុំនឹងមកខ្សែដែរតែបងប្អូនគាត់អត់ចង់ឧបត្ថម្ភតាមរយៈខ្ញុំគាត់ចង់តាក់ទងមួយអ្នកមីងផ្ទាល់មកដល់ទីតាំងហ្មងដល់ចឹងទៅខ្ញុំត្រូវមកជួបអ្នកមីងដើម្បីប្រាប់គាត់ថាមានគេតាក់ទងមកអីចឹងទៅបាទហើយឥឡូវនេះខ្ញុំកំពុងតែសួរនាំជ្រូកហើយណែនាំជ្រូកទីទួចហើយក៏ប្រាប់ទៅកាន់បងប្អូនអស់គ្នាថាបើតាក់ទងមកអ្នកមីងអត់ចូលទេមកខ្ញុំប្រាប់ផ្លូវខ្ញុំទៅលាក់ location ឲ្យអញ្ចឹងណាបាទនិយាយចប់ក៏ហុច work ឲ្យទៅបងប្អូនជ្រូកហ្នឹងមកកំពុងទៅបាទហើយបងប្អូនចង់ស្ដាប់សំឡេងខ្ញុំសួរគាត់អស់គ្នាណាបងប្អូននេះគាត់ចូលចិត្តណាចូលចិត្តទៀតទេហ៎អូខេមកធ្វើដៃអូខេមើលមកបងខំមើលទៅអូអត់ត្រូវអត់ទៀតទេអូបងប្អូនហើយចូលចិត្តណានេះបងប្អូនហើយនេះចូលចិត្តណាមកជុលទេពីកំប៉ុងមកផ្លែតមិញខ្លាចទឹកនោមផ្អែមទៀតហ្នឹងបើថ្ងៃក្រោយទៅនៅមួយគេទៅអត់អូទៅហ៎ទៅចោលម៉ែបងប្អូនមើលបរោះសង្ហានេះបងប្អូនឃើញកន្លែងនេះហ៎កន្លែងនេះពេលដែលខ្ញុំលោកដៃចាប់ស្មាគាត់ភ្លាមគឺគាត់ខ្លាចខ្ញុំហ្មងដោយសារតែកន្លងមកគឺធ្លាប់មានខាងកាលហ្នឹងមានជំងឺ Covid ទៅបងប្អូនគេចាក់ថ្នាំគាត់កាល Covid ហ្នឹងគឺគេចាប់គាត់ចាក់ថ្នាំអញ្ចឹងគាត់ខ្លាចមកឲ្យតែតោងស្មាតោងដៃតោងជើងគាត់ក៏ឃើញមានធុងមានកេះអីលក្ខណៈរបៀបដូចថ្នាំពេទ្យអញ្ចឹងដល់តែគាត់រត់ទៅដោយសារគាត់ខ្លាចទាំងពីរនាក់គឺខ្លាចហ្មងអញ្ចឹងមិញខ្ញុំគ្រាន់តែគៀកកគាត់គឺគាត់គិតពីខ្ញុំទៅភ្លាមគាត់ខ្លាចខ្ញុំចាប់គាត់ចាក់ថ្នាំអញ្ចឹងសម្រាប់បងប្អូនដែលចង់ទៅលេងគាត់ទៅរកគាត់ផ្ទាល់អញ្ចឹងបងប្អូនមិនភ័យខ្លាចគាត់វាយគាត់ធ្វើបាបឲ្យយើងទេគាត់អត់ហ៊ានធ្វើឲ្យយើងទេតែបងប្អូនមិនចាំតែចាប់ស្មាគាត់ទៅតោងដៃតោងជើងគាត់បខំគាត់គឺគាត់រត់ចោលផ្ទះហ្មងគាត់រត់ចោលផ្ទះតាំងពីថ្ងៃរហូតល្ងាចយប់អីក៏មានដែរតិចទៀតខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីសកម្មភាពគាត់រត់ចោលផ្ទះនេះបាទបងប្អូននេះគឺជាម្ដាយមីងបើគាត់ត្រូវជាប្អូនស្រីប្រកាសរបស់អ្នកមីងឆក់ហ្មងហើយគាត់ហ្នឹងក៏មានបញ្ហាខួរក្បាលដែរអាចថាជាប្រភេទមនុស្សដែលអត់សូវគ្រប់ទឹកដែរបងប្អូននិយាយចំបាទ
ចឹងអ្នកមីងគឺគាត់ទប់ច្រើនមែនទែនទប់ជាមួយនឹងកូន2នាក់អាជូកាវ៉ាហ្នឹងគឺអាចថាស្មើនឹងស្វាទៅហើយបាទហើយនៅថែមប្អូនស្រីមួយទៀតដែលគេហៅថាសតិអត់ល្អដើរផឹកស្រាអត់ចូលទេអីដែរអញ្ចឹងអ្នកមីងឆក់ម្នាក់ឯងនេះគឺទប់3នាក់ឥឡូវនេះគឺបើតាមព័ត៌មានខ្ញុំដឹងពីអ្នកមីងគឺគាត់ថែមទាំងទប់មួយប្តីមួយទៀតបាទប្តីគាត់លើហ្នឹងគឺគាត់ចាប់ផ្ដើមដើរផឹកស្រាអីដែរអញ្ចឹងផឹកស្រាទាំង3ទាំង4ហ្នឹងហ្មងតែប្អូនវ៉ានេះអត់ផឹកស្រាទេបាទនៅតែផ្ទះហើយអាចដើរលេងអីខ្លះដែរប៉ុន្តែគោអ្នកមីងដូចគ្នាអញ្ចឹងបាទគឺថាគាត់បន្ទោបងតាមផ្លូវដូចសេះចឹងជ្រុះពុកចឹងណាបាទហើយឥឡូវនេះលពូគឺគាត់ចាប់ផ្ដើមទៅផឹកស្រាឡើងហើមពោះដូចគេហៅជំងឺទីទឹកណាបាទហើយយើងណែនាំប្រាប់គាត់គាត់ស្ដាប់តែមួយផ្លែទេក្រោយពីហ្នឹងទៅគឺគាត់ចាប់ផ្ដើមទៅទៀតដែរគាត់ចាប់បាត់ផ្ទះហ្មងអញ្ចឹងណាមីងត្រូវទប់ជាមួយនឹងកូនទាំងពីរហើយត្រូវទប់ជាមួយនឹងប្អូនស្រីមួយទៀតគឺពិបាកមែនទែនហ្មងបងប្អូនសាក់សម័យរូបភាពហ្នឹងមើលពេលដែលខ្ញុំមកដល់គឺខ្ញុំសម្រាប់តែគាត់មកយប់បាទដូចកាជើងមុនអញ្ចឹងបាទដើម្បីមើលសកម្មភាពតើមានអីផ្លាស់ប្ដូរដើម្បីថតយករូបភាពទាំងអស់ហ្នឹងចែកជូនបងប្អូនគ្នាទស្សនាហើយស្ដាយមែនទែនខ្ញុំបានយកកាមេរ៉ាមកថតដែរប៉ុន្តែវាបាត់អា memory ហ្នឹងបងប្អូនបាត់ memory បាត់ទៅនៅសល់តែវីដេអូនៅក្នុងទូរស័ព្ទដៃហ្មងអញ្ចឹងវាបាត់អាវីដេអូនៅក្នុង memory ហើយនេះគឺជាសកម្មភាពណាមីងដាក់បាយឲ្យកូនគាត់ដូចសពមួយដងអញ្ចឹងបាទគាត់ចាប់ផ្ដើមដាក់បាយឲ្យបងអូនជ្រូកញ៉ាំណាអីទេហើយខ្ញុំកាត់ឡើងណាលិចកាត់ចេញញ៉ាំបាយតោះញ៉ាំបាយអូសង្ស័យបងប្អូនកន្លែងនេះដោយសារខ្ញុំឲ្យវើគាត់អស់2កំប៉ុងហើយបង2កំប៉ុងបងអូន2កំប៉ុងហើយនេះគឺជាបងអូនវ៉ាបាទវ៉ានេះអាយុ30ឆ្នាំហើយបងប្អូនណាហើយបាយទឹកគាត់យើងឃើញដាក់ក្បាក់អញ្ចឹងដោយសារតែយើងដាក់សាភីអីចានអីត្រឹមត្រូវស្លោត្រឹមត្រូវគឺគាត់អត់ចេះញ៉ាំទេតោះតែយើងដាក់ចានដៃក្បាក់អញ្ចឹងទៅហើយយើងលាយបាយច្បល់យើងលាយឲ្យមន់ឲ្យទីអីបាទឲ្យសត្វចិញ្ចឹមអីអញ្ចឹងណាបាទបានគាត់ហូបកៅដាក់សាភីគាត់ដួសហូបខ្លួនគាត់អញ្ចឹងទៅហើយតែយើងមើលគាត់ច្រើនគាត់អៀនបងប្អូនអៀនទេណាបាទមិនមែនយើងមើលច្រើនទៅខឹងហើយយើងមើលច្រើនអៀនបាទជួនកាលអៀនទៅជួនកាលថាឆ្ងល់ផងហើយយើងធ្វើសកម្មភាពវាដូចថាឲ្យគាត់សង្ស័យថាចាក់ថ្នាំគាត់អីចឹងរត់ចោលយើងបាត់បងប្អូនបាទអញ្ចឹងឡើយនេះគាត់អត់ធានហូបបាយទេយើងថតគាត់ឲ្យបងប្អូនមើលអស់គ្នាបាទទឹកមុខគាត់បាទដូចជារលាក្បាលគាត់ថាទូចមែនតើបងប្អូនទូចមែនតើហ្មងដូចផ្លែដូងក្អូបចឹងណាឡើងទូចមែនតើហ្មងបាទហើយដៃជើងគាត់គឺដូចមនុស្សម្នាធម្មតាទេបាទប៉ុន្តែអត់ចេះឈឺអត់ចេះស្រែកយំមូសខំចេះស្រែកមិនបាទមុតបលាមុតដៃមុតជើងអត់មានចេះស្រែកមិនអត់ទាំងអស់បាទសោចសបាយក៏មិនសូវមានថាអារម្មណ៍ចេះសោចចេះសបាយអីមិនការទុកអីមិនក៏មិនដឹងប៉ុន្តែចំណាំចំណែកថាប្រហែលជាបងជាប្អូនអាចចំណាំអញ្ចឹងណាតែបើថាឲ្យដឹងស៊ីជម្រៅច្បាស់ថាអូនេះម៉ែនេះឪបងប្អូនប្រហែលជាមិនដឹងទេបងប្អូនបាទដូចជាសัตว์ទៅហើយណាបាទនេះបងប្អូនរលាក្បាលគាត់យើងត្រឡប់មកគិតពីអ្នកមីងវិញបងប្អូនបាទធម្មតាកូនគាត់ទាំងពីរនាក់គឺមានសតិអត់ដូចមនុស្សម្នាគេទេអាចថាគ្នាជាសัตว์ទៅហើយមកនៅថែមប្អូនស្រីមួយទៀតហើយឥឡូវថែមមកប្តីមួយទៀតអញ្ចឹងម្នាក់ឯងទប់ទាំង4នាក់បងប្អូនសប្តាហ៍ថ្ងៃអ្នកមីងឆក់គាត់បម្រើការងារនៅក្នុងវត្តគាត់ជាអ្នកដែលដាំបាយធ្វើម្ហូបអីឲ្យលោកឆាន់អញ្ចឹងទៅហើយជួយទុកធារៈអីកិច្ចការងាររៀបចំស្បង់រៀបចំបាតលោកអីផ្សេងអញ្ចឹងណាឲ្យប្រកេនលោកអញ្ចឹងបងប្អូនឃើញហើយបាទគឺគាត់ពិបាកមែនទែនតម្រាំទៅបានបាយមកផ្ទះវិញនៅតតែលោកឆាន់ហើយតតែអស់កិច្ចការនៅវត្តទៅគាត់យកបាយមកផ្ទះបាយយកមកដល់គាត់គ្របទុកសម្រាប់ប្អូនគាត់ផងសម្រាប់ប្តីគាត់ផងអញ្ចឹងទៅជួនកាលប្តីហូបជួនកាលមិនហូបទៅទៀតនេះបាយគាត់យកពីវត្តមកហើយមកចំណាយគាត់យកបាយលាយជាមួយនឹងម្ហូបពីវត្តសល់ហ្នឹងដើម្បីច្បល់បញ្ចូលគ្នាឲ្យទៅកូនគាត់ហូបទាំងពីរនាក់បាទហើយគាត់ហូបខ្លួនឯងអញ្ចឹងទៅអញ្ចឹងមួយថ្ងៃមែនគឺនៅវត្តបងប្អូនឃើញហើយចានឆ្នាំងគាត់អត់សូវមានដូចគេដូចឯងទេដោយសារគាត់អត់មានបានធ្វើម្ហូបឲ្យខ្លួនឯងទេគឺមួយថ្ងៃយកតែពីបាយពីវត្តមកទាំងអស់អញ្ចឹងគ្រឿងទេសនៅក្នុងផ្ទះគាត់មិនសូវមានទេពេលខ្ញុំទៅលេងខ្ញុំទិញគ្រឿងទេសខ្លួនឯងទេបងប្អូនបាទបងប្អូនបើយើងនិយាយពីរឿងទឹកចិត្តវិញណាមីងឆក់គឺជាអ្នកក្រគឺជាអ្នកពិបាកបាទហើយមានបន្ទុកកូនចៅនៅក្នុងគ្រួសារដែលគេថាមនុស្សដែលអត់មានសតិល្អមនុស្សធ្ងន់ជាងអង្គទីស្រមទៅទៀតបាទប៉ុន្តែអ្នកមីងឆក់គាត់មានទឹកចិត្តល្អមែនទែនទោះបីជាផ្ទះគាត់អត់មានចំមន់ចំទាប៉ុន្តែគាត់ទៅរកមន់ទាអ្នកចិត្តខាងគាត់ទៅទិញគេបងប្អូនគាត់ទៅទិញគេជួនកាលមន់ទាគាត់នឹងរៀងដូចថារៀងធំគួរសមដែរ
គាត់ឲ្យកាប់មន់គាត់នឹងធ្វើហូបហ្មងទៅទោះបីយើងខំប្រកែកប៉ុណ្ណាក៏អត់ព្រមថាមកផ្ទះមីងហ្នឹងមីងមានទទួលទេអញ្ចឹងបើអត់ញ៉ាំមានតែស្អប់ធ្វើមីងឬអង្គផ្ទះមីងមែនអញ្ចឹងញ៉ាំទៅអញ្ចឹងយើងរៀនសូត្រពីហ្នឹងយើងប្រកែកមិនបានយើងមានតែញ៉ាំហើយយើងមានអារម្មណ៍ថាកក់ក្ដៅមែនទែនយើងមកផ្ទះគាត់យើងអត់ចង់គេហ្នឹងទេអត់ចង់រំខានគាត់អញ្ចឹងតែគាត់ថាបកក្មួយអត់គេហ្នឹងអត់បានឃើញសកម្មភាពនៅពេលយប់មិនឃើញតែពេលថ្ងៃទេអញ្ចឹងបានអ្នកមីងពិបាកទាំងពេលយប់ពិបាកទាំងពេលថ្ងៃពិបាកទៅធ្វើការឲ្យទៅដាំបាយដាំទឹកឲ្យលោកផងមកដល់ផ្ទះវិញត្រូវប្រមូលបាយប្រមូលម្ហូបហ្នឹងលាយបាយឲ្យកូនទាំងពីរនាក់បាទជួនកាលលាយបាយហើយត្រូវដើរចាប់កូនចាប់មួយនៅមួយអាមួយដើរលិចដើរកើតអីចឹងទៅហើយត្រូវគ្របបាយម្ហូបទុកឲ្យប្តីគាត់ហ្នឹងលពូគាត់ជួនកាលគាត់ទៅរកអស់គាត់ទៅអេតចាយជួនកាលគាត់អត់ទៅណាគាត់ស្វឹងនៅតូបនៅទៀមស្រាទៅហើយប្អូនស្រីមួយហ្នឹងអាចថាមនុស្សអត់សូវគ្រប់ទឹកទៀតអញ្ចឹងគឺគាត់ម្នាក់ឯងទប់ទល់នឹង4នាក់គឺពិតជាពិបាកមែនទែនបងប្អូនអរគ្នាបាទហើយខ្ញុំបានផ្សាយវីដេអូគាត់អណាស់គាត់សប្បាយចិត្តគាត់សង្ឃឹមថាពេលដែលខ្ញុំផ្សាយទៅមានពុកម៉ែបងប្អូនទាំងក្នុងប្រទេសទាំងក្រៅប្រទេសហើយជាពិសេសគឺបងប្អូនដែលមានចិត្តសប្បុរសធម៌អ្នកដែលមានចិត្តល្អចង់ជួយអ្នកក្រប្រកបណាបងប្អូនមិនទៀមទាឲ្យច្រើនទេបងប្អូនពីខ្ញុំទៅវិញសម្រាប់ខ្ញុំជំនួសឲ្យអ្នកមីងទៅចោះគឺខ្ញុំចង់ឲ្យបងប្អូនអរគ្នាជួយឧបត្ថម្ភគាត់បាច់ចាំច្រើនបងប្អូនម្នាក់តែ2000ខ្មែរម្នាក់តែ3000 5000 10000គាត់អាចរស់រានមានជីវិតទៅសប្តាហ៍ថ្ងៃនឹងបានទៀតហើយបងប្អូនឥឡូវនេះខ្ញុំនិយាយគឺមិនដូចអ្វីដែលបងប្អូនបានឃើញទេគឺខុសគ្នាអ្នកមីងមានជំងឺប្រចាំខ្លួនតែទៀតដល់ឃើញវីដេអូគាត់សម្រាប់ឈឺមែនថាខ្ញុំមកគាត់ធ្វើពុតឈឺឬគាត់សម្ដែងយើងឃើញមែនទេណាបាទគឺនេះគឺជាទស្សនវិជ្ជាពេលល្ងាចដែលខ្ញុំមកជួបគាត់បាទគាត់លាងចានឆ្នាំងឲ្យយើងហូបកុំឲ្យថាយើងខ្ពើមលោកកូនគាត់នឹងអញ្ចឹងហើយយើងហូបបាយមកគាត់ចានឆ្នាំគាត់ខ្ពើមគាត់ទៅលាងចានលាងឆ្នាំងឲ្យយើងផ្សេងបាទស្អាតអញ្ចឹងទៅហើយគាត់ស្រោចទឹកក្តៅយើងមួយជាន់ទៀតបងប្អូនគឺតែមីងអត់មែនទេរាល់ថ្ងៃគឺនៅផ្ទះគឺផ្ទះដែលគេហៅថាមានតែផ្ទះបាទដីគឺដីរបស់គេទេបាទពួកគាត់លក់ឲ្យគេអស់ហើយលក់ដើម្បីមើលជំងឺគាត់ផងជំងឺប្តីផងជំងឺកូនផងគាត់លក់អស់ហើយបាទគាត់លក់អស់ហើយបាទហើយផ្ទះដែលបងប្អូនឃើញនេះគឺជាផ្ទះដែលចិត្តខានគេចេះតែឲ្យឈើអីជួយសាងសង់អីចឹងទៅហើយគាត់អត់មានអីទេបងប្អូនគឺអត់តទៅសោះហ្មងព្រោះថ្ងៃគឺរស់ពឹងលើដង្ហើមម្ដាយពឹងលើអ្នកមីងម្នាក់បាទចិញ្ចឹមកូនស្វា2នាក់បាទឪពុកប្តីម្នាក់ហើយនឹងប្អូនស្រីឈួតម្នាក់បាទវាក៏ចរិតម្នាក់អញ្ចឹងគាត់ពិបាកមែនទែនអញ្ចឹងតម្រុំតែបានបាយមហូបពីវត្តមកយកមកឲ្យកូនឲ្យចៅគឺមិនដឹងរំពឹងអីទេគាត់ថារងថ្ងៃពេលដែលគាត់ឈឺគាត់អត់ហ៊ានទៅប្រាប់ណាគេអត់ហ៊ានប្រាប់លោកទេជួនកាលពេលលោកដឹងលោកនិមន្តមកមើលដល់ផ្ទះហ្មងលោកនិមន្តមកមួយអង្គពីរអង្គមកមើលដល់ផ្ទះឲ្យបច្ច័យអីទៅទិញឆ្នាំអីចឹងទៅវាសួរមីងម្ដងទៀតមីងចាបាទមីងកាលពីវីដេអូមុនខ្ញុំបានមកជួបមីងម្ដងហើយបាទគឺស្អែកឡើងសិលចាឥឡូវមកសានេះស្អែកឡើងសិលទៀតបាទខ្ញុំចេញពីខេត្តតាកែវមកក៏ឈៀងមកជួបមីងដោយសារតែមានបងប្អូនជាច្រើនដែលគាត់បានខមមិនថាគាត់តាក់ទងមីងអត់បានណាមីងចាបាទអូយក្បាលមូលដូចផ្លែកសាំងអញ្ចឹងណាបាទមីងបាទក្បាលហើយកូនវាថ្លោណាបាទណាំហ្នឹងមិនអីមកលេងកើតមកដូចអានេះទៀតអាវ៉ាទៀតមីងតនហើយមីងណោះចាខ្ញុំមកតនមកលេងតាមម្នាក់ឯងខ្ញុំនៅក្មេងនៅតែផ្ទះគាត់ណាអូបាទបាទយ៉ាងម៉ែទៅណាដើរធ្វើការណាចឹងទៅវាទៅលេងចាស់ខ្ញុំចឹងបងខ្ញុំជាឲ្យនៅមើលមួយលេងមួយកូនគាត់ហ៎ណាមើលនៅមួយម៉ែខ្ញុំចឹងវាជានៅលេងនឹងចេញចូលរត់ចេញចូលផ្ទះខ្ញុំហ្នឹងមីងឆ្នាំមកជន់ហ្មងណាមីងខ្ញុំហ៎បាទខ្ញុំ67ហើយអូ67បងគាត់ដូចគាត់ទំ63ក្បែរចិត្តហើយប៉ុន្តែមីងនៅក្មេងណា67ហើយខ្ញុំញ៉ាំជូនបាទណាមីងតន់តែជ្រូកទេអត់តន់វ៉ាទេអាវ៉ាកើតខ្ញុំនៅភ្នំពេញដល់ជ្រូកកើតហ្នឹងទួលខ្ញុំមកលេងផ្ទះមកមើលមកលេងមួយម៉ែមកគេជឿពោះយប់ហ្នឹងដល់មកមើលកូនគេកើតមកបាដូចគ្នាហើយចឹងនោះសំពីហើយបាទហើយជប់យកទៀតទៅវ៉កើតក្រោយខ្លាចចឹងទៀតអូបាទខ្លាចចឹងទៀតមែនហ្នឹង
côn cái mau chắc thằng cu đang đạo miền điên mình phải lấy chủ cái lấy che khôi mình nhỏ che tờ rơ bán te kì lâu về chụp văng ơi từ chụp văng bà chụp văng à đây à chỗ đây à chụp văng te ná có à chỗ đây về đa tam nó là ai chẳng đâu và tha ta cái oi thắt hay có cái oi lôi ai bị che vô tao tanh cái tiền à bà đa hàm cái thằng cầm oi lụa về tay nồng môi bốn nó về mình đang vay phía cái chân lụa lấy che châu te cái tờ rơ bán te cái thế này mình rớ ai bán chắc cái phép mai phép ôi hay sắp bay chân ai vẫn tấu ta khơi bà kê hiện thăm mấy đó bà về nắng bẹt bà kê màu ấy bà bỏng ổn đi cứ chỉ sự cảm phiệp bề dục đôi cho mình bàn phép nhom men thà ngoài anh mưa bà dân ngoài anh tới Phnom Penh với nhé ọt bàn khơi như lục phiệp bề dục thà vì thợ bạc mình mà chê mình có tầm rán có tha nó mà giúp banយ៉ាងច្រើនណាពីម៉ោងសារវាធ្វើទុកបាទអានេះគឺបងហៅថាវ៉ាបាទវ៉ានេះពេលដេកយប់ឡើងគឺថាវាដេកអញ្ចឹងដេកអង្គុយអញ្ចឹងហើយងក់ក្បាលចុះក្រោមដូចស្វាអញ្ចឹងបងប្អូនណាបាទដេកងក់ក្បាលចុះក្រោមហ្នឹងទៅហើយដៃវាទះតុកបាទវាទះតុកវាទះអីពុងប៉ាំងទៅអញ្ចឹងអ្នកនៅក្បែរខ្លួនដេកបានទេវាទះតុកពុងប៉ាំងអញ្ចឹងហើយជួនកាលដែរយើងបាទយើងធម្មតាយើងងើបបើមើលវាអញ្ចឹងទៅហើយមុងដាក់បានបងប្អូនដាក់ទៅវាទាញមុងអស់លីងវាហែកមុងអស់អញ្ចឹងដាក់មុងអត់បានទេបានដេកអញ្ចឹងតិចឡើងទៅអង្គុយលើក្រែអញ្ចឹងទៅក្បាលអោនងុកមកក្រោមអញ្ចឹងហើយមូសឡើងរោមឡើងណែនបងប្អូនមូសរោមឡើងណែនហ្មងបាទហើយមូសខំក៏មិនចេះស្រែកក៏មិនចេះឈឺអីអត់ទាំងអស់ហ្មងដើរចេះដែរដើរមើលឥឡូវម៉ោងចូលមកដណ្ដប់ហើយម៉ោង10ជាងហើយពូនៅអង្គុយចាំកូនហ្នឹងដេកលុកតែមិនតមកតមិនដឹងជាក់ស្ដែងហ៎ពូគាត់អង្គុយចាំកូនគាត់អត់សម្រានហ្នឹងវេទនាតាមចូលយ៉ាងតិចនេះកាយពូពេញនេះយ៉ាងទិញដល់ក៏កាមកតែអត់ឃើញយើងដេកនៅឡែងអត់ដេកដើររហទៀតអូចឹងទៀតដើររលពូពេញទាំងទៅហ្នឹងហើយប៉ុន្តែរស្រែករលពូដែរស្រែកហើយអត់ហែកអត់អីទេដើររយើងទៅឡែងនេះទៅនោះចឹងខ្ញុំពេញដល់អញ្ចឹងទូលភ្លឺអត់មកតែក៏មានដែរអត់ចុះមកបើណាថាវាដើរគោដើររយើងចឹងបាទត្រឡប់ទៅឡៃណាអញ្ចឹងវាដើរហែងកែពូពេញភូមិនំបានមកដេកខ្ញុំចាំមើលតើមកខ្ញុំថាពេលណាមកចាំមើលហើយមក10ជាមិនឃើញចិត្តមិន10មិនឃើញឬសូគេក្រោះស្មាមកហើយចាំមកឃើញនេះវ៉ាគេដើមដល់នេះហើយលើអត់ដេកទេនៅមកអត់ងាយដេកទេហើយដេកមួយយប់យ៉ាងច្រើន2ម៉ោងអីហ្នឹងអូហើយងើបពីព្រលឹមវិញទៀតញាក់ហើយតាមគេថាមកនឹងងាវមិនដល់ហ្នឹងចឹងញាក់ហើយបើកភ្លើងចុះភ្លាតអូប្រចដើរចឹងទៅហ្នឹងហើយមិនលេចឯងពេញនឹងអស់ចឹងទៅពូណាហ្នឹងមើលនៅអត់ដេកអត់ពូនេះឃើញមើលស្មានហ្នឹងហើយដេកទេមើលណាអត់ខ្ចីដេកខ្ចីពូនអត់លីងអត់មានចាងុយវិន័យសោះអត់វាណាត់វាម៉ោង1អីហ្នឹងมันដេកបាប2ម៉ោងអីហ្នឹងញាក់ឡើងគោះទុងតាំងញ៉ាទៅម៉ោង1មិនដេកហ្នឹងដេកអញ្ចឹងពូត្រូវអង្គុយចាំដល់តម៉ោហ្មងចាំមកតែមិនចាំមកអត់ឃើញនៅឡែងចាំដេកដើររយើងទៀតដើរពេញភូមិទៅហ្នឹងហើយនោះយេយ៉ាប់
នេះបានថាតើតើមកដេកចឹងចាំមើលបានដឹងរឿងថាអត់ទេអត់ចាំមើលទេឮតែពូនិយាយអត់ជឿទេតើឃើញឥឡូវស្មាននេះម៉ោង11គត់11 7នាទីនេះតែមកវល់ប្រជុំបាទមកតែពូយើងអូពូយើងនឹងមកហើយពូនេះទីបងប្អូនអើយដើររកកូនទាំងយប់អ្នកណាថាឪពុកមិនស្រឡាញ់កូនណែសុខចិត្តមកមិនដល់2 10យប់ដើរចាំងពើរកកូនពូដើររកចឹងញឹកញាត់ណាពូណាហូតបាទលំកាលជិះម៉ូតូចឹងឆ្លៀកដល់បោកពុកឆ្លៀកដល់អីណានោះដល់ឡើងមានការមានប៉ុនអីចឹងទៅគេឲ្យផឹកជ្រាផឹកអីវងនៅដេកដួលហ្នឹងបាទមកដឹកយកមកផ្ទះវិញបងប្អូនឃើញហ៎បាទដើររកតំទៅរកឃើញបងប្អូនអើយឃើញហើយនោះស្ទង់ហើយមកពីណាទៅណាលោកអើយមកតែគាត់ប៉ានេះជួបរៃមួយជូកមកតែជូកជូកrẫy con nè cặp gà nè tam luôn mà phổ máu của nó toàn cái tiết nó thực kiên lưu nặng quá thơ nụ mấy ban chỉ là cây chính nó pu dưỡng được việc hai cái hiểu mạch kia ngon chủ ơi mà chủ vào đây à chủ vượt ấy phật vượt ta cho khó bùi mà đa là 8 chục ấy là 8 vật việc tàu vật lươn người bỏ ở nó tàu cái ấy nhóm ấy chủ ơi chú ông bố ơi bắt đò nào bố ơi kịch chú bố ơi mình phải màu tao phục đi đào đó đào tao nó khinh màu đây xay nó khởi mẹ nó đắng nó khởi mẹ nó cho nó lập tức nó bắt thế đấy lại đàm khóc à lập tức không biết này
anh máu thế dương chắc mà định việc mình hột bà ta hột đó chập bia mỏng bia hết là hột lựa bà bà này trong cái ọt ដូចតែបងប្អូនបានទស្សនាវីដេអូមិញអញ្ចឹងគឺថាយើងដើររកគាត់ទាំងយប់រកអត់ឃើញទេតម្រាំទៅរកឃើញគាត់អត់ព្រមមកទេតែខ្លាចយើងចាក់ថ្នាំគាត់អញ្ចឹងបងប្អូនហើយបើទោះខ្ញុំមិននៅគាត់ដើរអញ្ចឹងដើររាល់ថ្ងៃមែនតើបងប្អូនគឺពិបាកអញ្ចឹងដូចបងប្អូនឃើញហើយព្រលឹមឡើងមីងឆក់គាត់ឈឺទាំងព្រឹកបាទគាត់លងងាគាត់ព្រឺញាក់ប្រហែលជាគាត់ហត់ពីថ្ងៃផងធ្វើទឹកភ្លៀងផងអញ្ចឹងខ្ញុំក៏សួរน้องគាត់ថាមីងឈឺអីជិះតែមិនខ្លួនចង់ទិញថ្នាំគាត់លេបតែគាត់ថាគាត់លេបថ្នាំហើយហូបបបរហើយអញ្ចឹងណាបាទតែព្រលឹមឡើងគាត់គ្រុនញាក់គ្រុនញ័រគាត់ថានឹងមិនមែនលើកទី1ទេច្រើនលើកច្រើនសារហើយដែលគាត់បែបហ្នឹងគឺឈឺតែម្នាក់ឯងក្លុំភួយតែឯងជួនកាលមានព្រះអង្គលោកមុនមកពីវត្តហ្នឹងលោកមកមើលឲ្យបច្ច័យទៅទិញថ្នាំអីចឹងទៅជួនកាលទៅក៏បាត់គាត់យូរពេលអត់ឃើញទៅក៏លោកមុនមកជួនកាលក៏លោករវល់ដែរទៅអត់បានមុនមកទៅក៏នៅចិត្តខាងហ្នឹងគេមកមើលមកអីចឹងណាបងប្អូនចឹងមិនថាពិបាកមែនតើបាទអ្នកមីងក៏រស់នៅគឺពិបាកមែនតើយើងស្ដាប់ខ្ញុំសួរនិយាយអស់គ្នាពីអ្នកមីងណាខ្ញុំនៅវត្តខ្ញុំមានឈ្មោះនៅវត្តដែរតែគាត់ថាថ្ងៃនេះថ្ងៃសៅរ៍យើងបានទៅមកមើលក្មួយបាទក៏ប្រាប់យកមិញថាផឹកឡើងគាត់ទៅវត្តទៅបោះសម្អាតបោះអីរៀបចំឡើងងើបមិនរួចតែព្រមឡើងម៉ោង4ម៉ោង5ហ្នឹងឡើងទៅបោះ5ហើយគាត់បោះនៅវត្តណាគាត់អាសាចឹងញឹកញាប់ឯងនិយាយចាមីងក៏អាសាឈឺចឹងញឹកញាប់យូរដែរថើហ៎ចាយូរម្ដង4ខែមុនក៏ចឹង3ខែ4ខែចឹងម្ដងយើឈឺអញ្ចឹងណាបាទគាត់ងើបអត់រួចទូណាមួយកូនផងចាវាក់មកអូនអើយបាយទឹកមកមនុស្សធម្មតាពិបាកចាចុះតែមកអញ្ចឹងទៀតហ្នឹងហើយបាទខ្លាំងមែនតើនោះណត់ក្មួយអាណិតគាត់និយាយបងមានបងប្អូនដែលចាជាអ្នកទស្សនាវីដេអូកន្លងមកទេគាត់ឃើញគាត់អាណិតគាត់អាចជួយឲ្យបានព្រោះគាត់នឹងអនិច្ចាដល់រូបគេរូបយើងបាទទី1គឺមានកូនកូន4នាក់មិនមែនកូន2ប៉ុន្តែកូន2នោះគេល្អជាគេមានគ្រូសាគេអស់ហើយចាបាទគេមិនអាចមកជួយយើងអស់ទេហើយគ្នាមិនក៏មិនអ្នកធូរធាតដែរចាហើយមកពីក្រោយនេះយប់មិញលេងម៉ោង7:10ខ្ញុំដើរមួយពូដើររនោះដើរតាមគៀនចលាគៀនអីរត់ដេញចាប់ហើយកូន2នាក់អញ្ចឹងហើយមួយនេះអត់ដេកទេងើបងាកក្រោខេក្រោធ្លាក់គឺខេដឹបបាទហើយពូខ្លួនឯងតនឹងអញ្ចឹងទៀតគាត់កាហាញញៀនណាមកនិយាយហ្នឹងចាបាទញៀនស្រាញៀនអីឡើងពុះហើមពុលទៅទីទឹកហើយបានជាកម្លាំងណាជាជួយប្រពន្ធកើតបើប្រពន្ធពឹងលើគាត់ទាំងស្រុងទៅហើយបាទជាថ្មីវិញម្ដងទៀតបងប្អូនអរគ្នាព្រលឹមឡើងគឺថាមកដល់ផ្ទះមិនដឹងមកតែមិនថ្មណាទេមកដល់គឺគោះវើកសួរភឹងហ្មងបងប្អូនបាទគោះវើកសួរភឹងដាក់ទាំងព្រឹកអត់តាន់បាយផងចឹងមិនថាសដានសัตว์នៅជាសัตว์ដដែលបងប្អូនហើយគឺថាអត់មានអារម្មណ៍ចេះឈឺចាប់ចេះគិតថាគេពិបាកឬក៏ចេះឈឺក៏ចេះហត់អីអត់មានទេបងប្អូនដឹងថាចង់បានអីគឺចង់បានហ្នឹងចង់បានគឺបានដូចចិត្តអញ្ចឹងហ្មងបាទឥឡូវអ្នកមីងក៏ប្រាប់ខ្ញុំថាគាត់ពិបាកណាស់គាត់ចង់តែតាក់ទងទៅខាងមណ្ឌលកុមារកំព្រាឬក៏ខាងណាដែលគេអាចយកគាត់ទៅចិញ្ចឹមបានណាបាទគាត់ចង់ឲ្យយកទៅចិញ្ចឹមឲ្យព្រោះឥឡូវគាត់ទប់ទល់លេងជាប់ហើយទី1គឺការហូបចុកអ្នកមីងខ្លួនឯងផ្ទាល់គឺអត់មានលុយសម្រាប់គាត់គង់ទៅលើការហូបចុកទេព្រោះមិនមែនទៅវត្តគាត់គង់គ្រប់ចំនួនគ្រប់គ្រាន់ទេអាចបានតែមកហូបអាហារពេលខ្លះហ្នឹងទៅហើយក៏ដោយតាមខែនៅសបោខែណាមិនសូវមានក៏អត់ដូចគ្នាដែរបាទហើយអ្នកមីងក៏គាត់ឈឺប្រចាំកាយអញ្ចឹងជំងឺប្រចាំកាយគាត់ហ្នឹងគឺទឹកដក់ក្នុងជង្គង់បាទបងប្អូនអញ្ចឹងទៅគាត់គ្មានទាំងលទ្ធភាពទិញថ្នាំចង្កូវផងហើយបន្ថែមនឹងលោកពូឥឡូវក៏មានជំងឺទីទឹកបាទគាត់ថាពោះហើមស្ពុលមែនតើហ្មងដោយសារលោកពូគាត់ញៀនស្រាបាទបងប្អូនហើយបងអូនស្រីបងអ្នកមីងគឺគាត់មានបញ្ហាទៀតចឹងទេខ្ញុំសូមសំណូមពរដល់បងប្អូនអរគ្នាសូមមេត្តាជួយអ្នកមីងផងបាទបរិច្ចាគទៅតាមលទ្ធភាពតិចក្តីច្រើនក្តីបាទខ្ញុំដាក់ QR code នៅលើវីដេអូតែម្ដងបងប្អូនអាច scan នៅលើវីដេអូហ្នឹង scope វីដេអូនេះ scan ឬក៏បងប្អូនអាចចូលទៅមើលនៅខាងក្រោមវីដេអូហ្នឹងគឺមាន QR code ហើយបងប្អូនអាចធ្វើការបរិច្ចាគតាមរយៈ QR code មួយហ្នឹងបានបាទឬក៏បងប្អូនចង់ទៅជួបគាត់ផ្ទាល់ក៏បានដែរគាត់មាន
ទីតាំងស្ថិតនៅក្នុងខេត្តកំពតបាទនៅជិតវត្តដំណាក់តាយឹងបាទហើយគាត់មានឈ្មោះអ្នកមីងឆក់បាទបងប្អូនសួរថាអ្នកមីងឆក់ម្ដាយរបស់ជោគអាវ៉ាណាគេស្គាល់ដែរនៅហ្នឹងចឹងបងប្អូនចង់ទៅជួបគាត់ផ្ទាល់អាចទៅជួបគាត់បានបាទហើយសម្រាប់វីដេអូនេះក៏ខ្ញុំគ្មានអ្វីច្រើនដែរក្រៅពីម្រាមដៃ10សំពះអរគុណបងប្អូនទុកជាមុនសម្រាប់អ្នកមីងឆក់ដែលគាត់កំពុងតែពិបាកមានជំងឺប្រចាំកាយហើយថែមទាំងមានបន្ទុកបាទកូនដែលមានរូបរាងឬក៏មុខមាត់ខួរក្បាលជាសត្វស្វាហ្នឹងមកគូហើយប្តីគាត់ក៏មានជំងឺហើយបងអូនស្រីគាត់ក៏វិកលចាស់ទៀតអញ្ចឹងនៅមីងម្នាក់ឯងជាស្រីហើយវ័យចំណាស់ទៀតមិនអាចទប់ទល់ទៅនឹងគេហៅថាទៀតដល់ធ្ងន់ធ្ងរនេះបានទេបងប្អូនអញ្ចឹងខ្ញុំសូមលើកម្រាមដៃ10សំពះបងប្អូនពីចម្ងាយដើម្បីបងប្អូនអរគ្នាជួយឧបត្ថម្ភដល់អ្នកមីងឆក់ផងដោយសារបច្ចុប្បន្នអ្នកមីងឆក់គាត់ត្រូវការជំនួយខ្លាំងណាស់បងប្អូនអាចឧបត្ថម្ភជាគ្រឿងបរិភោគឧបភោគក៏បានដែរដូចជាអង្ករទឹកត្រីទឹកស៊ីអ៊ីវឬក៏ថវិកាអីក៏បានដែរឲ្យតែអ្នកមីងក៏អាចយកទៅដោះស្រាយជីវភាពបាននៅក្នុងឱកាសនេះគឺមានតែខ្មែរជួយខ្មែរគឺមានតែពុកម៉ែបងប្អូនជាពិសេសគឺសប្បុរសជនទាំងក្នុងប្រទេសទាំងក្រៅប្រទេសដែលអាចជួយគាត់បានខ្ញុំសូមអរគុណហើយក៏សូមជម្រាបលាត្រឹមប៉ុណ្ណឹងបើសិនជាមានវីដេអូអីថ្មីពាក់ព័ន្ធទៅនឹងរឿងចម្លែកឬក៏ទូរទស្សន៍ជនឬក៏គាត់មានសមត្ថភាពចាំជាតិឬក៏មានអីដែលប្លែកខ្ញុំនឹងទៅផ្ដិតយកវីដេអូអស់នោះមកចែកជូនបងប្អូនអរគ្នាទស្សនាបន្តទៀតបាទពេលនេះខ្ញុំសូមអរគុណសូមជម្រាបលាបាទ